សួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី7ទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេដោយសារប្រទេសយើងមានបញ្ហារីករាលដាលនៃជំងឺឆ្លង COVID-19 ដូច្នេះបងប្អូនទាំងអស់គ្នាមិនបានសិក្សាផ្ទាល់ជាមួយអ្នកគ្រូទេគឺបងប្អូនទាំងអស់គ្នាត្រូវសិក្សាតាមរយៈប្រព័ន្ធអនឡាញអញ្ចឹងសូមស្វាគមន៍មកកាន់คลิปវីដេអូដែលបង្រៀនដោយអ្នកគ្រូឈ្មោះវួនសុធារីជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី7នៃវិទ្យាល័យហ៊ុនសែនទៀនជីកកនៅក្នុងកម្មវិធីសាលារៀនចំនួនថ្មីអញ្ចឹងនៅថ្ងៃនេះដែរយើងនឹងបន្តសិក្សាមេរៀនទី3របស់យើងជាបន្តទៀតមេរៀនទី3កេរដំណែលរបស់ជាតិនៅក្នុងមេរៀនទី3នេះអ្នកគ្រូសូមលើកយកបំណិនមកបង្រៀនដល់បងប្អូនទាំងអស់គ្នាបំណិនចំណាប់ជួនផ្ទួនរំដំអញ្ចឹងមុននឹងឈានចូលដល់ការសិក្សានៃខ្លឹមសារមេរៀនថ្មីរបស់យើងគឺអ្នកគ្រូសូមរំលឹកមេរៀនចាស់ជាមុនសិនចា៎ដែលមេរៀនចាស់របស់យើងកាលពីសប្តាហ៍មុននោះគឺយើងបានសិក្សាបំណិនកាបមៀតឬរង្វាស់កាបចឹងអ្នកគ្រូសូមក៏មានសំណួរចង់សួរទៅកាន់បងប្អូនដែរដូចម្តេចដែលហៅថាកាបមៀតឬរង្វាស់កាបចាអញ្ចឹងសូមមើលចម្លើយកាបមៀតឬរង្វាស់កាបជាការរាប់ចំនួនព្យាង្គក្នុងឃ្លានិងចំនួនឃ្លាក្នុងវគ្គរបស់កំណាព្យកាបមៀតឬរង្វាស់កាបប្រែប្រួលទៅតាមបទរបស់កំណាព្យចាអញ្ចឹងកាលពីសប្តាហ៍មុននោះគឺយើងទាំងអស់គ្នាបានអ្នកគ្រូបានដាក់កិច្ចការផ្ទះឲ្យអ្នកទាំងអស់គ្នាធ្វើចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាចូលរួមក្នុងការកែកិច្ចការផ្ទះរបស់យើងទាំងអស់គ្នាចាអញ្ចឹងកិច្ចការផ្ទះដែលអ្នកគ្រូបានដាក់នោះគឺចូលប្រាប់ពីកាបមៀតឬរង្វាស់កាបរបស់កំណាព្យខាងក្រោមចារបស់កំណាព្យបទពាក្យ4បទបច្ចាវតនិងបទបន្ទោការអញ្ចឹងតើបទពាក្យ4បទបច្ចាវតបទបន្ទោការមានកាបមៀតឬក៏រង្វាស់កាបដូចម្តេចចាអញ្ចឹងសូមមើលចម្លើយទាំងអស់គ្នាបទពាក្យ4រង្វាស់កាបរបស់បទពាក្យ4មួយវគ្គមាន4ឃ្លាហើយមួយឃ្លាមាន4ព្យាង្គរង្វាស់កាបរបស់បទបច្ចាវតមួយវគ្គមាន4ឃ្លាមួយឃ្លាមាន8ព្យាង្គរង្វាស់កាបរបស់បទបន្ទោការក្នុងមួយវគ្គមាន4ឃ្លាឃ្លាទី1និងឃ្លាទី3មាន4ព្យាង្គឃ្លាទី2និងឃ្លាទី4មានចំនួន6ព្យាង្គអញ្ចឹងការចូលរួមកិច្ចការផ្ទះរបស់យើងត្រូវបានបញ្ចប់ហើយចាអញ្ចឹងគឺយើងចូលដល់ការសិក្សានៃខ្លឹមសារមេរៀនថ្មីរបស់យើងតែម្ដងទៅចាមេរៀនថ្មីដែលយើងសិក្សាគឺបំណិនចំណាប់ជួនទួនដណ្ដំអញ្ចឹងវត្ថុបំណងនៃមេរៀននេះក្រោយពីបងប្អូនទាំងអស់គ្នាបានសិក្សាមេរៀននេះចប់បងប្អូនទាំងអស់គ្នានឹងប្រាប់បានពីបញ្ញត្តិជួនទួនដណ្ដំបានច្បាស់លាស់តាមរយៈការសិក្សាខ្លឹមសារមេរៀនរបស់យើងទី2គឺបងប្អូនទាំងអស់គ្នានឹងស្វែងរកបានពីចំណាប់ជួនទួនរណ្ដំក្នុងអត្ថបទកំណាព្យបានត្រឹមត្រូវអញ្ចឹងមេរៀនថ្មីរបស់យើងបំណិនចំណាប់ជួនទួនរណ្ដំនេះគឺមាននៅក្នុងសៀវភៅសិក្សាគោលភាសាខ្មែរថ្នាក់ទី7នៅទំព័រទី52ដល់ទំព័រទី54អញ្ចឹងសូមបងប្អូនទាំងអស់គ្នាបើកសៀវភៅគោលរបស់យើងនៅទំព័រទី52ទាំងអស់គ្នាដើម្បីសិក្សាមេរៀននេះអញ្ចឹងខ្លឹមសារមេរៀនដែលយើងត្រូវសិក្សាដំបូងគឺចំណុចកចំណាប់ជួនក្នុងកំណាព្យមានលក្ខណៈខុសប្លែកគ្នាទៅតាមបទនីមួយៗអញ្ចឹងយើងដឹងហើយថាសម្រាប់កំណាព្យរបស់ខ្មែរយើងមានច្រើនបទចាដូចជាបទកកតេបទពាក្យ4បទបន្ទោការបទពុជង្គលីលាបទពំនោលបទព្រហ្មកិត្តបទពាក្យ7បទពាក្យ8និងបទពាក្យ9ជាដើមអញ្ចឹងតើកំណាព្យទាំងអស់នោះមានចំណាប់ជួនខុសប្លែកគ្នាដូចម្តេចចាអញ្ចឹងអ្នកគ្រូសូមលើកយកឧទាហរណ៍មកបង្ហាញដល់បងប្អូនទាំងអស់គ្នាចាឧទាហរណ៍ទី1គឺអ្នកគ្រូសូមលើកយកបទពំនោលចាសូមលើកយកចំនួនអត្ថបទកំណាព្យដកស្រង់ចំនួន2វគ្គចាអញ្ចឹងយើងដឹងហើយថាបទពំនោលសម្រាប់រង្វាស់កាបរបស់បទពំនោលគឺក្នុងមួយវគ្គមានចំនួន3ឃ្លាចានេះឃ្លាទី1ឃ្លាទី2ឃ្លាទី3ចាហើយវគ្គទី2ក៏ដូចគ្នាដែរនេះជាឃ្លាទី1ឃ្លាទី2និងឃ្លាទី3ចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាសង្កេតមើលព្យាង្គដែលអ្នកគ្រូ highlight ពណ៌ក្រហមនេះចា highlight ពណ៌ក្រហមគឺជាព្យាង្គជួននៅក្នុងកំណាព្យ
បទពំនូលចាឥឡូវសូមមើលឧទាហរណ៍ទី2ចាអ្នកគ្រូសូមលើកយកបទពាក្យ7ចាបទពាក្យ7សម្រាប់រង្វាស់ការបទពាក្យ7ក្នុងមួយវគ្គមានចំនួន4ឃ្លាចានេះជាឃ្លាទី1ឃ្លាទី2ឃ្លាទី3និងឃ្លាទី4ការចំណែកវគ្គទី2នោះក៏ដូចគ្នាដែរនេះជាឃ្លាទី1ឃ្លាទី2ចាឃ្លាទី3ចានិងឃ្លាទី4អញ្ចឹងសូមបងប្អូនសង្កេតមើលព្យាង្គដែលអ្នកគ្រូ highlight ពណ៌ក្រហមនេះចានេះគឺចាអញ្ចឹងព្យាង្គដែលអ្នកគ្រូ highlight ពណ៌ក្រហមនេះគឺជាព្យាង្គជួននៅក្នុងកំណាព្យបទពាក្យ7ចាអញ្ចឹងដូចទៅដែលហៅថាជួនដូចទៅដែលហៅថាជួនជាពាក្យទាំងឡាយណាដែលមានព្យាង្គកើតឡើងដោយសូរស្រៈដូចគ្នាឬព្យញ្ជនៈប្រកបដូចគ្នាឬសូរស្រៈនិងព្យញ្ជនៈប្រកបដូចគ្នាជួនមានលក្ខណៈល្អលុះត្រាព្យញ្ជនៈស្ថិតក្នុងពួកតែមួយគឺពួកអនិងពួកអពួកអនិងពួកអស្រៈដូចគ្នាមានស្រៈពួកអនិងពួកអស្រៈពួកអនិងពួកអអញ្ចឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាងាយយល់អ្នកគ្រូសូមលើកយកឧទាហរណ៍ចំនួន3មកបង្ហាញដល់បងប្អូនទាំងអស់គ្នាចាអញ្ចឹងសូមបងប្អូនមើលឧទាហរណ៍ទី1ណាជួននឹងចាទីជួននឹងគ្នាឡើយជួននឹងហើយអញ្ចឹងសូមបងប្អូនសង្កេតមើលឧទាហរណ៍ទី1ចាអញ្ចឹងពាក្យណាចាគឺយើងប្រកបណដាក់ស្រៈអាអញ្ចឹងព្យញ្ជនៈណនិងព្យញ្ជនៈចគឺជាព្យញ្ជនៈដែលស្ថិតក្នុងពួកអដូចគ្នាហើយប្រកបជាមួយនឹងស្រៈអានិងស្រៈអាដូចគ្នាចាឧទាហរណ៍ទី2ទីព្យញ្ជនៈតេលនិងព្យញ្ជនៈកេលគឺជាព្យញ្ជនៈដែលស្ថិតក្នុងពួកអដូចគ្នាអញ្ចឹងគឺវាផ្សំជាមួយនឹងស្រៈអានិងស្រៈអាដូចគ្នាចាឧទាហរណ៍ទី3ពាក្យឡើយជួននឹងហើយអញ្ចឹងយើងមើលព្យញ្ជនៈឡនិងព្យញ្ជនៈហគឺជាព្យញ្ជនៈដែលស្ថិតនៅពួកអដូចគ្នាហើយផ្សំជាមួយនឹងស្រៈអានិងស្រៈអាដូចគ្នាចាហើយប្រកបជាមួយនឹងយេលនិងយេលដូចគ្នាចាអញ្ចឹងនេះយើងហៅថាព្យាង្គជួនចាចូលដល់ចំណុចខផ្ទួនដូចម្ដេចទៅដែលហៅថាផ្ទួនជាព្យាង្គតែមួយដែលកវីប្រើច្រើនដងក្នុងឃ្លាឬវគ្គនៃកំណាព្យចាអញ្ចឹងដើម្បីបងប្អូនទាំងអស់គ្នាងាយយល់អ្នកគ្រូសូមលើកឧទាហរណ៍បទពាក្យ7ចាអ្នកគ្រូលើកឧទាហរណ៍ជាអត្ថបទដកស្រង់កំណាព្យតែមួយវគ្គទេចាជាបទពាក្យ7អញ្ចឹងយើងមើលត្រីក្រាញ់លើលេងដេញត្រីក្រោះត្រីក្រឹមក្រាបចុះឈប់បងអង្គត្រីក្រាយហែក្រោយបណ្ដោយត្រង់ត្រីក្រឹមវល់វងក្រោយត្រីក្រាយអញ្ចឹងយើងឃើញថានៅក្នុងវគ្គកំណាព្យដកស្រង់ចំនួន1វគ្គដែលតែងជាបទពាក្យ7នេះចាគឺអ្នកនិពន្ធលោកបានប្រើពាក្យត្រីចាឃ្លាទី2ក៏បានប្រើពាក្យត្រីឃ្លាទី3ក៏បានប្រើពាក្យត្រីឃ្លាទី4ក៏បានប្រើពាក្យត្រីចាអញ្ចឹងមានន័យថាផ្ទួននៅក្នុងអត្ថបទកំណាព្យដកស្រង់មួយវគ្គនេះគឺពាក្យថាត្រីយើងចូលដល់ចំណុចករណ្ដំដូចម្ដេចដែលហៅថារណ្ដំចារណ្ដំជាព្យាង្គដែលកវីប្រើព្យញ្ជនៈឬសូរឬស្រៈតែមួយច្រើនដងនៅក្នុងឃ្លាវគ្គនៃកំណាព្យរណ្ដំមានរណ្ដំព្យញ្ជនៈនិងរណ្ដំស្រៈគឺជាការប្រើព្យញ្ជនៈដដែលឬស្រៈដដែលក្នុងឃ្លាឬវគ្គនៃកំណាព្យចាអញ្ចឹងដើម្បីបងប្អូនទាំងអស់គ្នាងាយស្រួលក្នុងការយល់ទៅលើចំណុចនេះអ្នកគ្រូសូមលើកឧទាហរណ៍ចាឧទាហរណ៍បទពាក្យ7ចាជាអ្នកគ្រូដកស្រង់យកតែមួយវគ្គទេ
ចាអញ្ចឹងយើងមើលត្រីក្រាញ់លើលេងដេញត្រីក្រោះត្រីក្រឹមក្រាបចុះឈប់បងអងត្រីក្រាយហែក្រោយបណ្ដោយត្រង់ត្រីក្រឹមវិលវងក្រោយត្រីក្រាយចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាសង្កេតមើលថានៅក្នុងអត្ថបទកំណាព្យដកស្រង់ចំនួន1វគ្គនេះតើអ្នកនិពន្ធបានប្រើរណ្ដំជញ្ជាក់អ្វីខ្លះហើយបានប្រើរណ្ដំស្រៈអ្វីខ្លះចាអញ្ចឹងយើងមើលរណ្ដំជញ្ជាក់គឺមានរណ្ដំជញ្ជាក់កក្នុងវគ្គកំណាព្យខាងលើនេះមានពាក្យក្រាញ់ចាមានពាក្យក្រោះមានពាក្យក្រឹមមានពាក្យក្រាបមានពាក្យក្រាយនិងមានពាក្យក្រោយចាអញ្ចឹងគឺយើងហៅថារណ្ដំជញ្ជាក់កចាហើយក៏មានប្រើរណ្ដំស្រៈដែរគឺមានរណ្ដំស្រៈមានពាក្យលេញនិងដេញអញ្ចឹងគឺរណ្ដំស្រៈអេចានេះគឺរណ្ដំស្រៈអេចាប្រកបជាមួយនឹងព្យញ្ជនៈញែវប្រកបជាមួយព្យញ្ជនៈញែវចាអញ្ចឹងការសិក្សានៃមេរៀនបំណិនចំណាប់ជួនទួនរំដំដែលអ្នកគ្រូបានបង្រៀនខ្លឹមសារនៃមេរៀននេះដល់បងប្អូនគឺបានចប់ហើយចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបើកសៀវភៅរបស់យើងទៅទំព័រទី54ចាដើម្បីធ្វើលំហាត់ទាំងអស់គ្នាចាអញ្ចឹងលំហាត់របស់យើងនៅទំព័រទី54គឺសូមបងប្អូនទាំងអស់គ្នាអានរួចរកចំណាប់ជួនទួននិងរំដំក្នុងអត្ថបទកំណាព្យដកស្រង់បទកំណាព្យដកស្រង់ខាងក្រោមចាអញ្ចឹងគឺអ្នកគ្រូលើកយកអត្ថបទកំណាព្យដកស្រង់ចំនួន2វគ្គចានេះជាវគ្គទី1វគ្គទី2ចាអញ្ចឹងសូមបងប្អូនអានអត្ថបទកំណាព្យដកស្រង់រួចហើយសូមបងប្អូនទាំងអស់គ្នារកចំណាប់ជួននៅក្នុងអត្ថបទកំណាព្យដកស្រង់ទាំង2វគ្គចារកទួនចានិងរករំដំនៅក្នុងអត្ថបទកំណាព្យដកស្រង់ទាំង2វគ្គនេះចាអញ្ចឹងអ្នកគ្រូសូមអានអត្ថបទកំណាព្យឲ្យបងប្អូនទាំងអស់គ្នាស្ដាប់បន្តិចមើលមានជ្រៃជ្រេសង្កែថ្ងៃត្រៀលត្រោះក្រវ៉ាន់គុយស្រពុំស្រលៃស្រឡៅក្របៅខ្ទុំត្រនំអាអូតចង់អួថ្មាចាវគ្គទី1ដង្កោត្រយឹងខ្ទឹងក្រសាំងអំពិលភ្លើងភ្លាំងទាំងភ្លូបាតគូលេនទុរេនមានលៀងសាតម៉ាក់បាតបង្កើភ្នៅច័ន្ទចាវគ្គទី2អញ្ចឹងអត្ថបទកំណាព្យដកស្រង់ចំនួន2វគ្គនេះគឺយើងដកស្រង់ចេញពីរឿងទុំទាវចាដែលជាស្នាដៃនិពន្ធរបស់លោកភិក្ខុសោមចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាចូលរួមក្នុងការធ្វើលំហាត់នេះទាំងអស់គ្នាដោយរកចំណាប់ជួនរកទួននិងរំដំនៅក្នុងអត្ថបទកំណាព្យដកស្រង់ខាងក្រោមនេះចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាត្រៀមចាអញ្ចឹងយើងចាប់ផ្ដើមរកចំណាប់ជួននៅក្នុងអត្ថបទកំណាព្យដកស្រង់អញ្ចឹងចំណាប់ជួននៅក្នុងអត្ថបទកំណាព្យដកស្រង់នេះគឺមានចាជាដំបូងគឺអ្នកទាំងអស់គ្នាត្រូវរកចំណាប់ជួនក្នុងវគ្គមុនចាអញ្ចឹងជួនក្នុងវគ្គយើងឃើញមានពាក្យថ្ងៃជួននឹងចាវ៉ាន់ចាគុំពាក្យគុំជួននឹងខ្ទុំជួននឹងនំចាពាក្យសាំងជួននឹងភ្លាំងចាពាក្យបាតជួននឹងសាបជួននឹងបាតចាហ្នឹងគឺជាចំណាប់ជួនក្នុងវគ្គចាទាំង2វគ្គចាឯចំណុចខគឺយើងត្រូវរកជួនឆ្លងវគ្គវិញម្ដងចាជួនឆ្លងវគ្គគឺមានពាក្យថ្មាតចាជួននឹងបាតចាបន្ទាប់ពីយើងបានរកចំណាប់ជួននៅក្នុងអត្ថបទកំណាព្យទាំង2វគ្គរួចហើយយើងត្រូវរកផ្ទួននៅក្នុងអត្ថបទកំណាព្យទាំង2វគ្គនោះទៀតចាអញ្ចឹងផ្ទួននៅក្នុងអត្ថបទកំណាព្យដកស្រង់ទាំង2វគ្គនេះគឺយើងរកឃើញពាក្យបាតចាដែលអ្នកនិពន្ធគឺគាត់បានប្រើជាងបានប្រើផ្ទួនដោយប្រើពាក្យបាតរហូតដល់ចា2ដងនៅក្នុងអត្ថបទកំណាព្យដកស្រង់ចំនួន2វគ្គចាតមកទៀតគឺយើងត្រូវរករំដំនៅក្នុងអត្ថបទកំណាព្យដកស្រង់
ចាអញ្ចឹងរំដំនៅក្នុងអត្ថបទកំណាប់ដកស្រង់មានចាទី1គឺយើងត្រូវរករំដំជញ្ជាក់ថាតើនៅក្នុងរំដំជញ្ជាក់នោះមានអីខ្លះចាអញ្ចឹងយើងមើលមានពាក្យមើលមានចាគឺរំដំជញ្ជាក់មើលជ្រៃជ្រេសំទោសជ្រៃជ្រែអញ្ចឹងរំដំជញ្ជាក់ជើត្រៀលត្រោះរំដំជញ្ជាក់តស្រលៃស្រឡៅចាគឺរំដំជញ្ជាក់សនិងឡដូចគ្នាជញ្ជាក់សជញ្ជាក់ឡចាពាក្យអាអូតចាគឺរំដំជញ្ជាក់អចាផ្លើងផ្លាំងរំដំជញ្ជាក់ផើនៅជញ្ជាក់ផើចាន់ចារំដំជញ្ជាក់ចរំដំជញ្ជាក់ចចាដល់មកទៀតយើងរកឃើញរំដំស្រៈទៀតចារំដំស្រៈមានពាក្យយើងនិងខ្ទឹមអញ្ចឹងនេះគឺរំដំស្រៈអើចាស្រៈអើដូចគ្នាប្រកបជាមួយនឹងងើនិងងើដូចគ្នាចាផ្លាំងទាំងអញ្ចឹងរំដំជញ្ជាក់រំដំសំទោសរំដំស្រៈអាំនិងទាំងគឺស្រៈអាំដែរចាប្រកបជាមួយនឹងងើដូចគ្នាចាបង្កើភ្នៅចាគឺរំដំស្រៈអៅចាដល់ពេលភ្នៅរំដំស្រៈអៅដូចគ្នាដែរចាអញ្ចឹងការសិក្សាខ្លឹមសារនៃមេរៀនបំណិនចំណាប់ជួនទួនរំដំនៅក្នុងកំណាប់មេរៀនរបស់យើងគឺបានបញ្ចប់ហើយចាអញ្ចឹងមុនបញ្ចប់នៃមេរៀននេះគឺអ្នកគ្រូក៏មានបណ្ដាំផ្ញើសម្រាប់ផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាដែរសូមបងប្អូនទាំងអស់គ្នាកត់ខ្លឹមសារមេរៀនដែលនៅក្នុងคลิปវីដេអូទាំងអស់នេះចូលទៅក្នុងសៀវភៅមេរៀនរបស់យើងផងចាហើយបន្តមកទៀតគឺបងប្អូនត្រូវអានមេរៀននឹងសារឡើងវិញចាមើលមេរៀនហើយនឹងអានមេរៀនតាមរយៈคลิปវីដេអូនឹងសារឡើងវិញដើម្បីបងប្អូនទាំងអស់គ្នាត្រៀមធ្វើកិច្ចការផ្ទះឲ្យអ្នកគ្រូតាមរយៈ Google Form ដែលអ្នកគ្រូនឹងផ្ញើឲ្យបងប្អូនទាំងអស់គ្នាបន្ទាប់ពីការសិក្សានៃខ្លឹមសារមេរៀនរបស់យើងចប់ចាសូមអរគុណ